រៀនធ្វើជ្រក់ជាមួយខ្ញុំទាំងអស់គ្នាជាដំបូងយើងត្រូវតែមានស្លឹកក្រូចសើចគល់ស្គ្រៃបន្តមកយើងមានជាមួយនឹងក្រូចឆ្មាម្ទេសការ៉ុតហើយអ្វីដែលមិនអាចខ្វះបាននោះគឺជាជើងមាន់យើងត្រូវតែយកជើងមាន់នោះទៅលាងហើយនឹងយកវាមកកាប់ជាកង់ពេលក៏យើងធ្វើការដាក់ដាំកត់ចោលរយៈពេល5នាទីហើយនឹងទឹកពុះយើងក៏ធ្វើការមកហាន់បន្លែយើងជាមុនសិនយើងក៏ឲ្យត្រីហាន់រួចហើយយើងក៏មកធ្វើការដាក់ទឹកត្រីមានដូចជាខ្ទឹមសម្ទេសជាមួយយើងទៅ5គ្រាប់ទៅតាមអ្នកទាំងអស់គ្នាចូលចិត្តហើយដាក់ម្ទេសកាន់តែច្រើនបន្តមកយើងធ្វើការបុកវាឲ្យទៅជាល្បាយជាមួយមាត់តើយើងបត់បន្តិចបន្តមកសួរថែមគ្រឿងបន្តមកយើងធ្វើការច្របាច់ក្រូចឆ្មាដាក់គ្រឿងដែលយើងបានសំដូចស្ករសប៊ីចេងទឹកត្រីរួចយើងធ្វើការភ្លក់វាតពីទឹកពុះហើយយើងធ្វើការបង់ស្លឹកគ្រៃចូលពេលដែលយើងបង់ស្លឹកគ្រៃចូលហើយយើងធ្វើការដាក់ជើងមាន់ចូលដើម្បីឆ្ងោរវាឲ្យផុយដើម្បីឲ្យវាផុយយើងត្រូវការឆ្ងោរវាទុកចោលរយៈពេលពី10នាទីទៅ5-10នាទីដើម្បីឲ្យជើងមាន់យើងឆ្អិនបានល្អនិងផុយបន្តមកយើងក៏ធ្វើការច្រងជើងមាន់នោះមើលដើម្បីឲ្យដឹងច្បាស់ថាវាឆ្អិននិងផុយហើយឬនៅបន្ទាប់ពីវាឆ្អិនហើយយើងក៏ធ្វើការដួសដាក់ក្នុងធុងមួយឲ្យបានស្អាតនិងយើងត្រូវការដាក់ទឹកកកចូលត្រាំវារយៈពេលពី5នាទីទៅ10នាទីដើម្បីឲ្យជើងមាន់យើងមានរសជាតិស្រួយឆ្ងាញ់មើលទៅក្នុងជើងមាន់យើងស្រួយហើយមកមើលបន្លែយើងវិញមានជាមួយនឹងការ៉ុតទំពាំងខ្ញុំចូលចិត្តណាស់ការ៉ុតជួយដល់ប្រព័ន្ធជើងផងដែរបន្ទាប់ពីយើងសង់ជើងមកដាក់ខ្លួនខ្លាំងមួយហើយយើងក៏ធ្វើការដាក់គ្រឿងផ្សំចូលដូចជាគល់ស្លឹកនិងស្លឹកក្រូចសើចផងដែរពេលដាក់បន្លែនឹងហើយយើងក៏ធ្វើការដាក់ការ៉ុតរួចមកយើងក៏ធ្វើការដួសទឹកត្រីដែលយើងបានបុកដាក់ចូលគ្នារួចយើងក៏ធ្វើការច្របល់វាឲ្យចូលជាតិហើយវីដេអូរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកនរគ្នាដែលបានតាមដានអរគុណ